គ្រោះថ្នាក់ចរាចរណ៍នៅខាងខេត្តបាត់ដំបងរថយន្តធុនធំសង្ស័យតកង់ងុយដេករេចង្កូតធ្លាក់ផ្លូវហើយក៏បន្តទៅបុករះផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់ពីខ្នងនៅក្នុងករណីនេះចាគឺរថយន្តវ័យអងធុនធំមួយគ្រឿងសង្ស័យតកង់នឹងងុយដេកក៏បានរេចង្កូតធ្លាក់ផ្លូវនិងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋខូចខាតពីខ្នងម៉ោង7:20នាទីថ្ងៃទី1ធ្នូឆ្នាំ2025តាមបណ្ដោយផ្លូវជាតិលេខ5ត្រង់ចំណុចក្រុមទី4ស្ថិតនៅភូមិបញ្ញាឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងប្រពន្ធនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះដំបងឡើយគេឃើញរថយន្តវ័យអមួយគ្រឿងដែលមានស្លាកលេខខាងមុខភ្នំពេញ 3A8954 និងខាងក្រោយកំពង់ចាម 4A0784 បើកបរដោយបរិះម្នាក់ទិសដៅពីការទៅលិចក្នុងល្បឿនលឿនហើយដល់ចំណុចកើតហេតុខាងលើហ្នឹងតែកង់ងុយដេកមួយភាំងអញ្ចឹងក៏បានរេចង្កូតចាគឺធ្លាក់ផ្លូវទៅបុកដើមឈើនិងស្លាកសញ្ញាចរាចរណ៍មួយផ្ទាំងហើយក៏បន្តទៅបុករះផ្ទះបងប្អូនប្រជាពលរដ្ឋចាស្រាវខ្នងមែនតើបងប្អូនហើយ2ខ្នងគឺបុករះហើយព្រមទាំងម៉ូតូនិងរបងតែសំណាងល្អមិនបង្កគ្រោះថ្នាក់និងប៉ះពាល់ដល់ជីវិតមនុស្សក្រោយពេលការឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះមកពិនិត្យធ្វើកំណត់ហេតុស្ដីពីផលប៉ះពាល់ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនរថយន្តរ៉ាប់រងចាសំណងថ្លៃប៉ះពាល់ខាងលើនេះផងដែរខូចខាតច្រើនមែនទែនចា